ដោយហេតុតែក្តីស្រឡាញ់និងបំណាច់ថាមានកូនតែម្នាក់នឹងផងឪពុករូបនោះក៏បានបង្ខំចិត្តបង្រៀនបង្ហាត់ទៅស្ទើរតែគ្មានសេះសល់នៅចំណេះដឹងដែលខ្លួនមានទៅកាន់នាងរហូតអាចចងចាំនិងចេះស្ទាត់អាចអនុវត្តប្រើការបានដើម្បីនឹងអាចចេញទៅកាន់ទីព្រៃឆ្ងាយឆ្ងាយជាមួយនឹងអ្នកភូមិផ្សេងទៀតដោយគ្មានបញ្ហាអ្វីកើតឡើងឡើយក៏ព្រោះតែហេតុផលទាំងនឹងហើយទើបនាងតែងតែមានអំនួតនិងតែងតែលួចចេញទៅដើរលេងម្នាក់ឯងស្ងាត់ស្ងាត់តាមទីព្រៃភ្នំជ្រលងក្រំថ្មលុះត្រាតែប្រលុកងងឹតព្រាលព្រាលទើបត្រឡប់វិញហើយក៏តែងតែត្រូវឪពុកស្ដីបន្ទោសឲ្យជាប់ជានិច្ចប៉ុន្តែនាងក៏ហាក់ពុំមានខ្វល់បានត្រឹមញញឹមធម្មតាធ្វើដូចជាគ្មានរឿងអ្វីកើតឡើងហើយបង្គាស់ដើរទៅញ៉ាំបន្លែផ្លែឈើនិងគេងលក់បាត់ឈឹងទៅពេលទំនេរនាងចូលចិត្តបបួលបរោះជាបងឬក៏អ្នកភូមិដើម្បីធ្វើការប្រយុទ្ធគ្នាបើពុំនោះទេច្បាស់ជាទៅសំងំឆ្នៃថ្នាំពុលដែលរៀនចេះពីក្បួនឪពុកបង្ហាត់យកទៅសម្លាប់សត្វដើម្បីសាកល្បងថ្ងៃខ្លះនៅពេលដែលនាងមានអារម្មណ៍ថាចង់ស្អាតម្ដងក៏បានដើរចូលទៅក្នុងព្រៃបេះផ្កាច់ផ្កាចម្រុះពណ៌មករុំក្រងធ្វើជាកម្រងពាក់នៅលើក្បាលសៀតត្រចៀកធ្វើឲ្យគ្រប់គ្នាសើចចំអកយ៉ាងខ្លាំងទោះបើមើលទៅឃើញស្អាតល្អប៉ុណ្ណាក៏គ្រប់គ្នាស្គាល់ច្បាស់ពេកទៅហើយនៅចរិតពិតរបស់នាងតាំងតែពីក្មេងមកម្ល៉េះហើយជាលទ្ធផលបានត្រឹមស្រក់ទឹកភ្នែកយំដើរគេចពីពួកគេទាំងនោះប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមានបុរសជាបងដែលតែងតែនៅចាំលួងលោមនិងលើកទឹកចិត្តជានិច្ចគ្រប់ពេលវេលាមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយដែលហេតុនេះហើយទើបនាងពុំដែលនឹងគិតថាមានបុរសណាដែលល្អនិងគួរឲ្យស្រឡាញ់ទុកចិត្តជាងបងរបស់ខ្លួនឯងឡើយរហូតឈានទៅដល់រដូវផ្ការីកបន្ទាប់ក្រោយនាងក៏បានប្រាប់ទៅឪពុកថាខ្លួននឹងសូមជ្រើសបងជាគូបង្កើតគ្រួសារថ្មីត្បិតនាងក៏បានដឹងច្បាស់ថាពួកគេទាំងពីរពុំមែនជាសាច់ឈាមបង្កើតនឹងគ្នាឡើយខណៈដែលលោកឪពុកក៏លោកពុំមានការប្រកែកអ្វីព្រោះនោះក៏ជាបំណងគាត់ជាយូរណាស់មកហើយដែរបន្ទាប់ពីស្គាល់សមត្ថភាពចិត្តគំនិតនៃបុរសនោះពិតជាស័ក្តិសមគ្នាល្មមអាចកក់ក្ដៅចិត្តនិងប្រគល់ជីវិតកូនស្រីរបស់ខ្លួនទៅឲ្យមើលថែជំនួសបានក្នុងឱកាសនោះប្រជាជនក្នុងភូមិក៏រីករាយនឹងមានការរៀបចំធ្វើពិធីអបអរសែនព្រេនតាមទំនៀមទម្លាប់ដោយមានបុរសនិងនារីជាច្រើនគូផ្សេងទៀតដែរក៏បានស្ម័គ្រចិត្តជ្រើសគ្នាបង្កើតជាគ្រួសារថ្មីនិងមានការចែកជាទីតាំងដីនិងរបស់របរប្រើប្រាស់មួយចំនួនពីឪពុកម្ដាយដើម្បីបន្តការចិញ្ចឹមជីវិតដើម្បីបង្ហាញពីភក្ដីភាពចំពោះគ្នានាងនារីក៏បានចំណាយពេលស្ទើរតែពេញមួយថ្ងៃដើម្បីអង្គុយគូសរូបស័ក្តិបែបជាផ្កាដ៏ស្រស់ស្អាតជូនទៅប្តីលើដៃខាងឆ្វេងក៏ដើម្បីឲ្យដូចទៅនឹងស្នាមស័ក្តិខ្លួនឯងដែលនាងមានមកតាំងពីកុមារីជំនាន់ឪពុកនាងបានចាស់បញ្ចុះភ្ជាប់ទាំងយ័ន្តគាថាការពារមួយចំនួនលើនោះផងដែរចំណែកកាលក្រោយមកទៀតដំណើរនៃសាច់រឿងក៏បានកាត់មកដល់ត្រឹមពេលមួយដែលក្នុងភូមិចាប់ផ្ដើមកើតមានរឿងវិវាទគ្នាតាក់ទងទៅនឹងគំនិតនៃក្រុមមនុស្សមួយចំនួនដែលតែងស្នើបង្កើតឲ្យមានគម្រោងចេញដើរផ្សងព្រេងជ្រៀតចូលទៅកាន់ព្រៃជ្រៅក្រែងនឹងបានជួបប្រសពនៅក្រុមអ្នកភូមិផ្សេងឬក៏នឹងអាចបើកការវាយប្រហារលួចដណ្ដើមទ្រព្យសម្បត្តិក្នុងចេតនាដើម្បីវិតទីតំបន់គ្រប់គ្រងឲ្យកាន់តែធំជាងមុនប៉ុន្តែគំនិតនោះក៏ត្រូវបានមេភូមិបដិសេធមិនយល់ស្របហើយវាក៏បានបង្កទៅជាការមិនសប្បាយចិត្តចំពោះគ្នាទៅវិញទៅមកជាពិសេសគឺក្រុមជនដែលផ្ដាំគំនិតទាំងនោះប៉ុន្តែក៏ពិតពុំហ៊ានតវ៉ាប្រឆាំងអ្វីខ្លាំងក្លាឡើយស្របពេលនោះទាំងសុខភាពនិងអាយុនៃមេភូមិចាស់រូបនោះក៏បានវិវត្តទ្រុឌទ្រោមកម្លាំងទៅច្រើនដែរអាស្រ័យដល់ជំងឺក៏ចេះតែមកតោងទាមនឹងរាងកាយមិនសូវលូសពេលវេលា
ឯនាងនារីជាកូនក្រោយពេលមានគ្រួសារក៏បានដឹងថាសុខភាពឪពុកកាន់តែមិនសូវល្អក៏បានផ្លាស់ប្ដូរទម្លាប់មករស់នៅក្បែរឪពុកសឹងតែរៀងរាល់ថ្ងៃដើម្បីនឹងមានឱកាសបាននៅមើលថែយកចិត្តទុកដាក់ទាំងដែលខ្លួនក៏កំពុងមានកូននៅក្នុងផ្ទៃជិតគ្រប់ខែសម្រាលទៅហើយដែរនោះថ្ងៃណាក៏ឮតែសំឡេងក្អកក្រហមឥតដាច់ចេញពីក្នុងផ្ទះដ៏កំសត់យល់តែផ្សែងហុយតិចចេញមកក្រៅខណៈដែលនាងបានដាក់ដណ្ដើមថ្នាំដើម្បីព្យាបាលឪពុករហូតស្ទឹងតែលែងមានពេលដើម្បីនឹងបានចេញទៅក្រៅផ្ទះស្របពេលដែលបុរសជាប្តីក៏តែងតែចេញទៅបរបាញ់សត្វរកថ្នាំសង្កូវនៅតាមព្រៃឆ្ងាយរំលងទាល់តែ2ឬ3ថ្ងៃទើបវិលត្រឡប់មកជួបជុំគ្រួសារវិញម្ដងរៀងរាល់បើដល់វេលាយប់ស្ងាត់ឪពុកក៏តែងងើបសម្លឹងមើលទៅកូនស្រីដែលកំពុងលង់លក់ក្រោមស្រមោលពន្លឺព្រះច័ន្ទហាក់បង្កប់នៅការព្រួយចិត្តជាពុនប្រមាណរួចទើបបានងាកសម្លឹងទៅទិសម្ខាងនៃតំបន់ព្រៃដ៏អាតកំបាំងនោះហាក់ដូចជាកំពុងគិតដល់រឿងអ្វីមួយស្របពេលដែលនៅបរិវេណខាងក្រៅភូមិឯនោះវិញក៏តែងប្រទះឃើញនៅដុំភ្លើងគប់ចម្លែកបានផ្លាស់ទីដោយវត្តមានមនុស្សបានកាន់ដើម្បីបំភ្លឺផ្លូវធ្វើដំណើរហើយគាត់ក៏ដឹងច្បាស់ណាស់ទៅហើយថាពួកគេគឺជាក្រុមអ្នកដែលមិនស្របនឹងគំនិតនឹងតែងតែលោបលួចចេញទៅក្រៅភូមិស្ងាត់ក្នុងវេលាយប់ដើម្បីផ្សងរុករកតាមតំបន់ហាមឃាត់ផ្សេងបំណងចង់ទៅបង្កើតទំនាក់ទំនងជាមួយមនុស្សកុលសម្ព័ន្ធក្រៅឬដើម្បីនឹងរៀបចំកសាងកម្លាំងថ្មីដើម្បីប្រឆាំងនិងបង្កើតជាភូមិផ្ដាច់ខ្លួនផ្សេងមួយទៀតដែលសុទ្ធសឹងជារឿងដ៏សំខាន់ធ្វើឲ្យឪពុកតែងតែបារម្ភជានិច្ចចំពោះសុវត្ថិភាពកូននិងជោគវាសនានៃភូមិស្ថាននេះទាំងមូលទៅថ្ងៃមុខចាប់តាំងពីមានរឿងខ្វែងគំនិតគ្នាជាបន្តបន្ទាប់នោះមករៀងរាល់ពេលព្រឹកក្រោយភ្ញាក់ពីដំណេកក្នុងភូមិក៏ចាប់ផ្ដើមកើតមានរឿងប្លែកដូចជាសត្វចិញ្ចឹមនៅតាមផ្ទះត្រូវបានគេលួចបំពុលស្លាប់ដំណាំហូបផ្លែក៏ត្រូវបានគេលួចបំផ្លាញកាប់ក្នុងទឹកក៏ចាប់ផ្ដើមមានក្លិននិងពណ៌ប្លែកដែលគេដឹងច្បាស់ថាជាឥទ្ធិពលនៃជាតិសម្បកដើមឈើម្យ៉ាងដែលត្រូវបានគេកាប់យកទៅត្រាំចោលដើម្បីធ្វើឲ្យទឹកមានកម្រិតជាតិពុលខ្លាំងដែលភាគច្រើនគេតែងតែធ្វើវាតែក្នុងពេលនេសាទត្រីតែប៉ុណ្ណោះឯសមាជិកក្នុងគ្រួសារខ្លះក៏ចាប់ផ្ដើមឃើញមានរោគសញ្ញាក្តៅឈឺចាប់ចុករាករូសប្លែកជាបន្តបន្ទាប់ក្រោយពេលបានដងដួសយកទឹកនោះទៅផឹកបើទោះជាបានចំអិនរួចយ៉ាងណាក៏ដោយដោយឃើញស្ថានភាពនៅក្នុងភូមិកាន់តែដុនដាបទៅពីមួយថ្ងៃទៅមួយថ្ងៃទាំងកូនប្រុសនិងកូនស្រីក៏បានទៅសូមយោបល់អំពីឪពុកជាមេកន្ទ្រាញដែលតែងតែឃើញដេករៀបនៅមួយកន្លែងទៅណាលែងរួចសោះតែម្ដងក្រោយមកគេទាំងពីរក៏បានទទួលស្ដាប់យល់នៅអត្ថន័យតាមរយៈការបកស្រាយយ៉ាងស្ងៀមស្ងាត់ពីឪពុកថាគាត់ពិតតាមដានដឹងយ៉ាងជាក់ច្បាស់ជាយូរណាស់មកហើយនៅរាល់រឿងរ៉ាវទាំងឡាយដែលបានកើតឡើងមកត្បិតវាគឺជាគំនិតនិងឧបាយកលដែលបានរៀបចំនិងប្រព្រឹត្តទៅដោយក្រុមមនុស្សអាក្រក់មួយចំនួនដែលគេបានលួចលាក់មានទំនាក់ទំនងនឹងមនុស្សខាងក្រៅដើម្បីទទួលបានកម្លាំងហើយពួកគេក៏លួចលាក់មានចេតនានៅក្នុងការបង្កើតបញ្ហាផ្សេងដើម្បីយកទៅធ្វើជាហេតុផលនិងជំរុញបង្ខំឲ្យអ្នកភូមិត្រូវតែផ្លាស់ប្ដូរទីតំបន់រស់នៅហើយក៏ពិតនឹងត្រូវធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់គេតែម្ដងនាជំហានបន្ទាប់នាងជាកូនស្រីបានកើតក្តីខឹងសម្បាជាខ្លាំងពុនប្រមាណកាលបើបានឮពាក្យរបស់ឪពុកប៉ុន្តែក៏ត្រូវបានហាមឃាត់និងបង្គាប់ឲ្យសម្រួលអេរិយាបថជាធម្មតាវិញដើម្បីកុំឲ្យមានអ្នកខាងក្រៅចាប់អារម្មណ៍ដឹងដែលវានឹងនាំឲ្យមានការសង្ស័យឪពុករូបនោះក៏បានបន្តដកដង្ហើមធំជាច្រើនលើកនិងច្រើនសារក្នុងសភាពរាងកាយកាន់តែទ្រុឌទ្រោមកម្លាំងទៅជាលំដាប់រួចទើបត្រឡប់សម្លឹងមើលទៅអ្នកទាំងពីរប្រកបដោយទឹកមុខស្រពាប់ស្រពោនហាក់បង្កប់នៅសេចក្តីព្រួយបារម្ភហួសនឹងថ្លាថ្លែងបានងាកទៅឯចៅកាន់តែចម្រើនវ័យធំនៅក្នុងផ្ទៃម្ដាយត្បិតមិនយូរវេលាទៀតឡើយគេនឹងចាប់កំណើតមកឃើញពន្លឺថ្ងៃប៉ុន្តែអាចជាភ័ព្វមិនល្អត្បិតភូមិស្ថានក៏កំពុងនឹងជួបគ្រោះភ័យហេតុនេះត្រូវតែប្រញាប់គិតរកឧបាយ
ដើម្បីរំដោះខ្លួនឲ្យរួចចេញពីសេចក្តីស្លាប់នៅចំពោះមុខព្រោះបើមិនស្លាប់ដោយអាវុធក្រុមពួកក្បត់ក៏ច្បាស់ជានឹងស្លាប់ដោយជំងឺរាតត្បាតកិច្ចពុំរួចឡើយមិនដល់មួយខែស្រួលបួលផងជំងឺអាសន្នរោគដ៏កាចសាហាវក៏បានចាប់ផ្ដើមរាតត្បាតស្ទើរតែគ្រប់ក្រុមគ្រួសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់រហូតដល់មានការបែងចែកទីតំបន់រស់នៅរវាងអ្នកឈឺនិងអ្នកជាដើម្បីបញ្ជៀសពីការរីករាលដាលបន្ថែមកាន់តែច្រើន។